ការពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជារបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកអនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងសម្លាក់ខ្លួនគេងនាងក៏ឃើញបរិសម្នាក់ដើរទម្លុះទ្វារជោគមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏ឡើងមិនរួចផងបរិសម្នាក់នោះបានដើរមកនាងនៅគ្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបរិសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមកម្រើកខ្លួនគេគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញនំោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហឺនៅក្នុងដើមបន្ទាប់មកវាបានលូកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងខ្ញាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដៃអាខ្មោចឈួតនឹងតាណាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំថ្មឹងសម្បូរខ្មៅព្រិកព្រមទាំងស្លៀកក្បឿនកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងផៅពីនាងទៀតតែប៉ុណ្ណោះបន្ទប់សល់ពីរទៀតនៅជាប់គ្នាហើយនៅចាំពីមុខទ្វាររបងផ្ទះផងធ្លួតបានឮចានិយាយថាมันល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មៅឆ្លងកាត់នាងខ្ញុំមកនៅយូរក្រៃដែរហើយនៅមិនទាន់ឃើញអីទេប៉ុន្តែចុងផៅក៏ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដោយជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យមករហូតពេលនោះម៉ោងប្រហែល12អាត្រាតនាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងបានឮសំឡេងនាងធាក់ទ្វារលាន់ក្រងនាងខ្ញុំបារម្ភក្រែងនាងមានរឿងអ្វីក៏កោសទ្វារបន្ទប់នាងហៅនាងតិចពេលបានឮសំឡេងកោសទ្វារអាខ្មោចនោះវាក៏បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចរញីរញ័រនិយាយដាច់ដាតប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះទេមិនដងជាខ្មោចអំបល់វៃក៏អីងាប់ទៅហើយនៅតែចង់រួមភេទទៀតឲ្យតែមានខ្មោចម៉ាកនឹង4-10ក្បាលច្បាក់ជាក្រមុំពោះធំអត់ប្តីគ្រប់ឃ្លាជាមិនខានមានថ្ងៃមួយមិត្តភក្តិរបស់នាងខ្ញុំបានជាងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដោយលេងទៅរកញ៉ាំអីនៅខាងក្រៅនិងទំរាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកបន្ទប់មួយដែលនៅចាប់នឹងបន្ទប់ទឹកឲ្យមិត្តនាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដាល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តរបស់នាងខ្ញុំទៅវិញមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមុតល្វែងក្រមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទទេចែគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុនខ្ចាល់នាងមិនអាចបះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រូពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនចង់រួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ជញ្ជាំងខ្លាំងៗពីងទំហឹង